ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សានុសិស្សថ្នាក់ទី6ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកអំណានរឿងបឹងយក្សឡោមមកធ្វើការអានដើម្បីឆ្លើយសំណួរនិងធ្វើលំហាត់អញ្ចឹងកុំឲ្យខាតពេលយើងទៅមើលសំណួរហើយនិងលំហាត់ជាមុនសិនបាទនេះគឺជាសំណួរទាំង4នៅក្នុងអំណានបាទសំណួរទី1គេសួរថាតើស្រះយក្សឡោមស្ថិតនៅក្នុងខេត្តណាទី2តើស្រះយក្សឡោមជាស្រះធម្មជាតិឬក៏ជាស្រះដែលកើតឡើងដោយរឿងរ៉ាវខាងលើទី3តើស្រះនេះកើតឡើងដោយសារអ្វីនិងទី4តើស្រះនេះមានរាងដូចម្ដេចមានជម្រៅប៉ុន្មានបាទហើយលំហាត់វិញគឺមានកខកនិងខបាទបងប្អូនអាចមើលបានអញ្ចឹងកុំឲ្យខាត់ពេលលោកគ្រូចូលទៅអានអត្ថបទអំណានជាមុនសិននៅពេលដែលយើងអានចប់គឺយើងនឹងធ្វើការឆ្លើយសំណួរក៏ដូចជាធ្វើលំហាត់ទាំង4នេះបាទឥឡូវយើងចូលទៅដល់អត្ថបទអំណានទាំងអស់គ្នាអត្ថបទអំណានបឹងយក្សឡោមកាលពីយូរលង់ណាស់មកហើយមានស្ដេចយក្សមួយអង្គមានឫទ្ធិអំណាចខ្លាំងពូកែណាស់ព្រះអង្គមានបុត្រីមួយដែលមានរូបស្អាតនិងមានសក់ក្រអូបព្រះអង្គឲ្យឈ្មោះថានាងសក់ក្រអូបលុះដល់ព្រះនាងធំពេញវ័យមានមនុស្សម្នាក់ខ្លាំងពូកែបានចូលទៅលបលួចស្នេហាជាមួយព្រះនាងដោយភ័យខ្លាចបិតាដឹងអ្នកទាំងពីរបាននាំគ្នារត់ចូលព្រៃមួយក្រោយមកស្ដេចយក្សដឹងរឿងរ៉ាវនេះក៏ផ្អើលឆោឡោកេណ្ឌពលយក្សទៅតាមរកបុត្រីលុះដល់ព្រៃស្ដុកមួយស្ដេចយក្សសង្ស័យថាប្រហែលបុត្រីខ្លួននៅជិតនោះទើបបញ្ជាឲ្យបរិវារមួយក្រុមយាមល្បាតហុំព័ទ្ធព្រៃនោះយ៉ាងមាំហើយមួយក្រុមទៀតដកព្រៃព្រឹក្សាក្រវែងចោលនិងជីកកកាយរកនាងទោះបីពួកយក្សប្រឹងជីកយ៉ាងណាក្តីក៏នៅតែរកពុំឃើញទើបស្ដេចក្រុងយក្សត្រឡប់ទៅវិញអាស្រ័យដោយពួកយក្សកកាយរកនាងសក់ក្រអូបទើបទីនោះខ្លាចជាស្រះមួយនៅក្នុងតំបន់ឡាបានសៀកស្រុកលំផាត់ខេត្តរតនគិរីដែលគេហៅថាស្រះយក្សឡោមរហូតដល់សព្វថ្ងៃបឹងយក្សឡោមជាស្រះមួយមានទឹកថ្លាឆ្វេងស្រះនេះមានជម្រៅ70ម៉ែត្រស្រះយក្សឡោមមានរាងរង្វង់មូលស្មើនារដូវប្រាំងនៅតាមមាត់ស្រះមានដើមមាក់ប្រេងមាក់ប្រាងសាវម៉ាវសេមាន់ដុះពីពេញនៅជុំវិញស្រះមានផ្លូវដ៏វិចិត្រដែលអាចបើកបររថយន្តបានយ៉ាងស្រួលនិងមានព្រះរាជដំណាក់ភោជនីយដ្ឋានតូចៗសម្រាប់ទទួលភ្ញៀវនៅក្នុងស្រះមានមច្ឆជាតិតូចធំគ្រប់ប្រភេទហិចហែលទាំងហ្វូងអ្នកដំណើរណាដែលបានទៅដល់ខេត្តរតនគិរីគេពុំដែលភ្លេចទៅលំហែឬទស្សនាស្រះយក្សឡោមឡើយព្រោះកន្លែងនោះជារមណីយដ្ឋានមួយល្អនៅក្នុងភូមិភាគឦសានសម្រួលពីសៀវភៅប្រជុំរឿងព្រេងភាគទី6ទំព័រ98បាទពេលនេះអត្ថបទអំណានយើងចប់ហើយអញ្ចឹងលោកគ្រូនឹងនាំបងប្អូនទៅធ្វើសំណួរហើយនឹងលំហាត់ទាំងអស់គ្នាបាទចម្លើយទី1បាទគេសួរថាតើស្រះយក្សឡោមស្ថិតនៅក្នុងខេត្តណាបាទអញ្ចឹងស្រះយក្សឡោមគឺស្ថិតនៅក្នុងខេត្តរតនគិរីបាទទី2ស្រះយក្សឡោមគឺជាស្រះធម្មជាតិបាទមិនមែនជាស្រះដែលកើតឡើងដូចរឿងរ៉ាវយក្សមកកាយកាប់អីទេណាគឺជាស្រះដែលកើតឡើងដោយធម្មជាតិទី3ស្រះនេះកើតឡើងដោយសារបន្ទុះភ្នំភ្លើងបាទគឺបន្ទុះភ្នំភ្លើងណាមិនមែនយក្សកាយរកកូនអីទេហើយទី4ស្រះនេះមានរាងរង្វង់មូលស្មើនារដូវប្រាំងនិងមានជម្រៅរហូតដល់ទៅ70ម៉ែត្របាទជ្រៅខ្លាំងមែនទែនបាទចំពោះលំហាត់វិញលំហាត់កគេឲ្យយើងរកពាក្យបាទដែលមានន័យដូចគ្នាហ្នឹងមកជំនួសពាក្យដែលមានគំនូសពីក្រោមបាទពីពាក្យបុតបាទបុតចឹងបុត្រីបាទជាស្រ័យណាបុត្រីលោកគ្រូច្រឡំសេបុតចឹងបុត្រីនេះគឺយើងជំនួសដោយកូនស្រីបាទចំណែកទី2នេះបិតាចឹងយើងជំនួសដោយឪពុកបាទហើយទី3បរិវារយើងជំនួសដោយអ្នកបម្រើបាទហើយចំណែកទី4រថយន្តបាទរថយន្តនេះគឺជំនួសដោយពាក្យឡានហើយនៅទី5មច្ឆជាតិបាទមច្ឆជាតិគឺជំនួសដោយត្រីបាទឥឡូវយើងចូលទៅដល់លំហាត់ខគេឲ្យយើងរកសូរដូចនឹងពាក្យវ័យពីរដុសបាទ
ចឹងសូដូចនឹងពាក្យវ័យបាទវ័យយើងទៅសេបាន2បាទវ័យទី1នោះគឺមានឋានៈពាក្យជានាមបាទមានន័យថាអាយុកំណត់អាយុបាទឧទាហរណ៍វ័យក្មេងវ័យចាស់បាទវ័យទី2គឺគុណនាមបាទមានន័យថាឆាប់រហ័សភ្លាមបាទឧទាហរណ៍ប្រាជ្ញាវ័យត្រចៀកវ័យបាទសូដូចនឹងពាក្យ2បាទ2ក៏យើងទៅសេបាន2ដែរ2មានរោហើយនឹងពាក្យអត់រោបាទ2មានរោបាទ1គូបគ្នាបាទគឺ1នឹង1មានន័យថា2ឧទាហរណ៍នារីមានគោ2ក្បាលបាទហើយ2មួយទៀតគឺពាក្យអត់មានរោបាទនេះបាទស័ព្ទមានន័យថាអំពីខាងឯបាទឧទាហរណ៍មកពីណាបានពីណាមកបាទដោះបាទចំពោះដោះគឺអាចទៅសេ2ដែរគឺដសអោសហើយនឹងដសអុកអង្សរបាទដសអោសណាពាក្យកិរិយាមានន័យថាចាប់កើតបាទក៏កើតមានពន្លកមានដើមដងឡើងបាទឧទាហរណ៍ដូចជាស្រូវដោះពោតដោះហើយដោះមួយទៀតគឺកិរិយាដែរក៏ប៉ុន្តែមានន័យថាខាត់រំលីងបាទពួតជំរះដោយសាប៊ូឧទាហរណ៍ដូចដោះក្អែលបាទដោះខោអាវបាទហើយលំហាត់កោវិញគឺគេឲ្យយើងរកពាក្យផ្ទុយហើយបង្កើតល្បះងាយនឹងពាក្យផ្ទុយនោះដែរណាអញ្ចឹងយូបាទយូផ្ទុយនឹងឆាប់ខ្លាំងផ្ទុយនឹងខ្សោយបាទស្អាតផ្ទុយនឹងកខ្វក់ក្រអូបផ្ទុយនឹងស្អុយបាទធំផ្ទុយនឹងតូចចិត្តផ្ទុយនឹងឆ្ងាយថ្លាផ្ទុយនឹងល្អក់បាទស្រួលផ្ទុយនឹងពិបាកតូចផ្ទុយនឹងធំបាទជាងនេះគឺជាលំហាត់ខកោបាទឥឡូវយើងមិនទាន់ចប់លំហាត់កោទេព្រោះយើងត្រូវតែងល្បះទៀតតែឥឡូវយើងទៅមើលការតែងល្បះងាយវិញម្ដងបាទតែងល្បះងាយបាទយូបាទយើងតែងល្បះថាម្ដាយនារីទៅផ្សារយូរណាស់បាទខ្លាំងបាទពូកៅមានកម្លាំងខ្លាំងស្អាតបាទយើងញ៉ាំទឹកស្អាតជាប្រចាំបាទក្រអូបសាប៊ូដុសខ្លួននេះមានក្លិនក្រអូបឈ្ងុយបាទធំបាទផ្ទះមីងឆាំមានទីធ្លាធំទូលាយចិត្តបាទម្ដាយខ្ញុំលក់នំនៅចិត្តសាលារៀនបាទថ្លាទឹកអណ្ដូងនេះថ្លាមើលឃើញដល់បាតដីបាទស្រួលលំហាត់នេះស្រួលដោះស្រាយណាស់បាទនឹងតូចបាទប្អូនខ្ញុំនៅតូចណាស់បាទនេះគឺជាការតែងល្បះងាយហើយបងប្អូនក៏អាចតែងតាមគំនិតរៀងខ្លួនបានណានេះគាត់ឲ្យលោកគ្រូតែងជាឧទាហរណ៍ទេបាទឥឡូវនេះយើងចូលទៅដល់លំហាត់ខោបាទដែលជាលំហាត់ចុងក្រោយនៅក្នុងអំណានរឿងបឹងយក្សឡោមនេះវិញម្ដងលំហាត់ខោគេឲ្យយើងស្រង់ឆ្នាប់បាទឬក៏ចំណងឆ្នាប់នៅក្នុងអត្ថបទរឿងបាទអញ្ចឹងឆ្នាប់ចងមានពាក្យនឹងបាទជាមួយហើយឬបាទចំណែកឆ្នាប់ឃ្លាវិញមានថាលុះដល់ទៅព្រោះអាស្រ័យបាទគឺមេរៀននេះគឺបានបញ្ចប់ទៅត្រឹមនេះលោកគ្រូសូមអរគុណបងប្អូនសិស្សានុសិស្សដែលបានយកចិត្តទុកដាក់រៀនជាមួយលោកគ្រូបាទអញ្ចឹងសូមជូនពរបងប្អូនឲ្យមានសុខភាពល្អបាទរៀនកាន់តែពូកែបាទធ្វើជាកូនល្អរបស់ពុកម៉ែសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត